តោះបងប្អូនថ្ងៃនេះបងប្អូនមុខម្ហូបរបស់យើងអត់មានអីទេបានមន់ស្រ័យមួយក៏នឹកឃើញថាឆ្ងោក៏ធ្វើហើយឆាក៏ធ្វើហើយដុតត្រយងចេកក៏ហើយអស់ហើយគឺនៅតែមន់ទឹមនឹងទេអញ្ចឹងក៏នឹកឃើញថាធ្វើមន់ទឹមហូបម្ដងទៅព្រោះអីមន់ស្រ័យយើងកុំថាតែធ្វើមន់ទឹមធ្វើអីថាធ្វើស្អីក៏ឆ្ងាញ់ដែរបងប្អូនអើយនិយាយពីថាឥឡូវគ្រឿងមន់ទឹមរបស់យើងខ្ញុំដាក់មានតែប៉ុណ្ណឹងទេបងប្អូនទឹកស៊ីអ៊ីវស្ករខ្មែរប្រេងខ្យងហើយគ្រឿងវាមកកញ្ចប់ហ្នឹងតែ500ឯងបងប្អូនយើងដាក់តែបន្តិចបានឯងកំដាក់ច្រើនតែដាក់ច្រើនក្លិនវារៀងក្រាស់អញ្ចឹងណាអញ្ចឹងយើងក៏មានម្ទេសឆ្អើរហើយនឹងក្របសណ្ដែកផ្សិតកាជីកដោបងប្អូនណាតែកាជីកដោខ្ញុំដាក់អត់ច្រើនពេកទេមានខ្ទឹមក្រហមខ្ទឹមសម្ទេសច្របល់ចូលគ្នាបែបហ្នឹងដូចខ្ញុំធ្វើអញ្ចឹងទៅរួចទៅយើងក៏យកមន់យើងយកមកដាក់មកញាត់ចូលបងប្អូនហើយមន់ហ្នឹងក៏មិនកម្រងថាធ្វើមន់ទឹមដែរអញ្ចឹងហើយពុះវាចង់នេះហើយពុះវាខាងដាច់អស់ហើយបងប្អូនអើយហើយយើងក៏ងាកមកចំហុយទៅឃើញមន់ស្រ័យឡើងទូចចឹងហ៎បងប្អូនតែកុំច្រឡំវាគ្នារៀងចំណាស់ហើយច្រវុកគ្នាហ្នឹងប៉ុណ្ណឹងទេពីព្រោះអីពូជនេះពូជមន់ចាយអត់ធំទេណាបងប្អូនមានតែប៉ុណ្្នឹងទេរួចទៅយើងចំហុយ1ម៉ោងជាងហ៎បងប្អូនឆ្អិនហើយពីព្រោះអីចូលជាតិគ្នាឆ្ងាញ់ណាស់បងប្អូនអើយនិយាយពីថាគ្រឿងដូចដែលខ្ញុំច្របល់រីប្រពីដើមហ្នឹងនិយាយពីថាអើយឆ្ងាញ់ខ្លាំងមែនទែនហើយគ្រាប់តដែលយើងហ្នឹងជ្រប់ឆ្ងាញ់ខ្លាំងហើយខ្ញុំក៏មានលួចអំពិលបុកបន្ថែមដែរបងប្អូននិយាយពីរសជាតិវាអត់បានចាំច្រលុកអីទៀតទេពេលព្រោះគ្រឿងដែលខ្ញុំច្របល់គ្នាហ្នឹងវាចាប់ជាតិគ្នាដូចយើងភ្លុករួចចុះនិយាយពីថាច្របល់ទៅវាគ្រឿងប៉ុណ្ណឹងគឺវាឆ្ងាញ់តែម្ដងសម្រាប់ម៉ន់មួយបងប្អូនណាចំហុយទៅជាង1ម៉ោងជាងហ្នឹងនិយាយពីថាឆ្ងាញ់ខ្លាំងមែនទេហើយខ្ញុំថតនេះក្បាលល្ងាចចិត្តយប់ហើយព្រិលឯងបងប្អូនអើយវាអត់សូវច្បាស់ល្អទេណាចាហើយគ្មានអីទេថ្ងៃហ្នឹងក៏ទិញតែម៉ន់បងប្អូនខ្ញុំមិនដែលដែរព្រោះអីវាចាំបានអើយសែនណាបាន2-3ច្រវុកនោះ15000ចេះហូបបងប្អូនអើយមួយជាង1គីឡូ1ខាំ2ខាំអីហ្នឹងប៉ិនហ្នឹងអាមួមកឆ្ងាញ់មកគ្រូសាយើង4-5នាក់ហ្នឹងបានហើយតែមួយហ្នឹងមកពេលបងប្អូនអើយហើយសុំកាភ្លៅទៀតហើយគ្មានអីទេហូបតែកាភ្លៅហ្នឹងហើយតែមួយហ្នឹងឆ្អែតទៀតហើយឆ្ងាញ់ខ្លាំងណាស់ហូបមន់អត់ធុញហ្នឹងបើព្រោះអីអត់មានងងើបអត់មានតឡន់អីទេមន់ស្រ័យយើងហើយបើមន់ចាំមើលមិនមែនមួយទូចអញ្ចឹងទេបងប្អូនអើយធំណាស់ហើយសាច់វាចាក់ទឹកឡើងអ៊ុចទិញពីផ្សារមកនោះអញ្ចឹងបានខ្ញុំកំរទិញមន់ដែលមិនដឹងហូបបងប្អូនមន់អញ្ចឹងវាឆ្ងាញ់អញ្ចឹងណាបងប្អូនមើលតែមាត់ខ្ញុំមកឆ្ងាញ់ដឹងហ៎បងប្អូនហើយក៏សូមអរគុណបងប្អូនណាដែលបានជួយចុច follow ជួយ share ជួយ like ជួយខ្ញុំរហូតហើយជួយមើលវីដេអូខ្ញុំគ្រប់វីដេអូអញ្ចឹងណាចុងវីដេអូខ្ញុំគ្មានអីទេវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេវិធីធ្វើមន់ទឹមរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនណាចាក៏សូមអរគុណម្ដងហើយម្ដងទៀតរីឯអំពិលបុករបស់យើងក៏តំណងនេះនេះឆ្ងាញ់ខ្លាំងមែនតើអរគុណហើយបងប្អូនអរគុណហើយអរគុណទៀតមានតែភាពអរគុណហ្នឹងទេចង់វីដេអូនោះអរគុណយ៉ាងច្រើនជួយ share ជួយ like ជួយ comment ផងបងប្អូនអើយបងប្អូនសូមជម្រាបលាបាយមិនមានអីទេបងប្អូនតែប៉ុណ្្នឹងបានហើយចាអរគុណ